សូមជូនកំណាព្យក្រោមចំណងជើងថាស្រមោចខ្មៅនិទានពីរឿងអស់សត្វស្រមោចពណ៌ខ្មៅហៅខ្មោចឡើងដុតអាចារ្យអាយុប្រមាណពាក់កណ្ដាលវស្សាជូនជាប្រស្នាថ្មដារលំនគរស្រមោចធំមហិមាបែជានាំគ្នារស់ប្រមូលផ្ដុំឲ្យណែនតាន់តាប់ដូចសម្បុកខ្មុំចោលព្រៃចោលភ្នំលំនៅឋានចាស់ត្រុកត្រុកត្រឹកត្រឹកប្រឹងរកចំណីស៊ីតែជ័យខ្ចីកកលពេញផ្ទះខ្លួនតូចចិត្តធំពុំគិតឲ្យណាស់ដូចដើមកបាស់រស់ក្នុងភ្លើងព្រៃរបៀនផ្លូវតូចដូចកែវមនោរាបែជានាំគ្នាភ្នែកខ្វះប្រស្រីយករបៀបគេមកប្រឡោមបីដើរចូលផ្លូវព្រៃទូលដងគិរីឯមេស្រមោចធំនោះលើសធំជើងមុខក្រោយជ្រុំសពគ្រប់ទិសទីក្រហឹមក្រឹមក្រឹមបងអើធរណីក្បាលព្រែកជាពីរលីតែក្រពើបាំងមេឃងងឹតបិទអស់ពន្លឺងងឹតទាំងភ្លឺមកមីមកមើសំឡងសំឡឹងប្រឹងធ្វើជាដើជាមួយនឹងខ្លាទាំង5សន្តានភ្នែកស្លើងងឹតមិនគិតញីមកទេខំរកតែលេះយករួចតែប្រាននឹងអាចរួចទៅឯណាងាយបានបើប្រានដើកអើយតាកតាករាល់ថ្ងៃគួស្រមកខ្មៅឈំខ្លៅគុំនិតដើរកិនដេកគិតស្វែងរកសត្វត្រីក្នុងស្រះផ្ទះខ្លួនពួនព្រឹកល្ងាចថ្ងៃទូរកសាច់ក្តីរកជ័យត្រឹមត្រូវសันគោដំនៅចំពួងមុខនាំចាំងក្តីទុកបើកបងហាញផ្លូវពីដើមវស្សាលុះដល់ឥឡូវស្វែងរកមើលទៅគឺនៅនឹងផ្ទះ
ចាំតាមកម្មនៃវត្តរងរឿងប្រកបអន្តរាក្រឡាំងដល់អង្គស្រមោចខ្មៅប្រកបណាស់ណ